ជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីរបៀបធ្វើប្រមាណវិធីចែកដែលមានតួចែកមួយខ្ទង់សម្រាប់បងប្អូនទូច27ចែកនឹង9អញ្ចឹងតួចែកមានតែមួយតួទេអញ្ចឹងត្រូវកាត់តួដែរអញ្ចឹងមួយតួចែកបានអត់បានទេអញ្ចឹងត្រូវដាក់ពីតួនឹងតែម្ដងណាអញ្ចឹង27ចែកនឹង9បាន9ម្ដងសូត្រតួមាន9អញ្ចឹងកាលណាតួចែកជាលេខអ្វីក៏ដោយត្រូវសូត្រតួណាសូត្រ9ប្រមាណ10ដល់27ណា9 3ដង27 22ដល់7 0អញ្ចឹងចម្លើយឃើញ3 30ចែកនឹង8ចាតួចែកមានមួយតួអញ្ចឹងកាត់មួយតួ3ចែកនឹង8អត់បានទេអញ្ចឹងត្រូវកាត់ទាំងពីរតួតែម្ដងយកទាំងពីរណា30ចែកនឹង8បាន8ម្ដងសូត្រតួមាន8សូត្រមានលេខចា8 3ដង24 8 4ដង32លើ4ដង32លើណាអញ្ចឹង8 3ដង24និយាយទៅការចែកលេខសម្រាប់ក្មេងៗទៅប្រាប់គាត់ថាសូត្រតួយ៉ាងម៉េចកុំឲ្យលើសូត្រចែកឲ្យខ្វះឬក៏ស្មើតែចាប់ដាំដក30 0ដកនឹង4អត់បានទេខ្ចី2លេខ3វិញនេះសល់2ឡើង10 10ដក4នៅសល់6 2 12 0អញ្ចឹងលេខនេះចម្លើយឃើញ3សំណល់សល់6ឥឡូវមកមើលលេខនេះវិញម្ដង125ចែកនឹង5អញ្ចឹងបើតួចែកមានមួយតួត្រូវកាត់តែមួយតួទេអញ្ចឹង1ចែកនឹង5បាននេះអត់បានអញ្ចឹងត្រូវកាត់ថែមពីតួតែម្ដង12ចែកនឹង5បានអត់បានបើស្មើនឹង5ឬក៏ធំជាង5គឺអាចចែកបានហើយអញ្ចឹងសូត្រលេខចឹងត្រូវសូត្រតួមាន5អញ្ចឹង5ប្រហែលដងបាន12 5ម្ដង5 7ដង10 8ដង15លើចឹង12ដងបានហើយ7ដង10 12 10 10សល់2 1 11 0ចាបន្តមកទៀតកលេខ5មកចាទម្លាក់មកកលេខទី2ទៅខ្លាចជា25ចឹងយក25ហ្នឹងទៅចែកនឹង5បានអត់បាន5ប្រហែលដងបាន25 5 5ដង25 25 25គឺ0តែម្ដងចម្លើយគឺ25ណាលេខខាងនេះវិញ362ចែកនឹង2អញ្ចឹងតួចែកមានតែមួយតួទេចំណែកតំណាងចែកមាន3តួអញ្ចឹងកាត់មួយតួដែរមកដូចតួចែកដែរ3ចែកនឹង2បាននេះបានដោយសារតែធំជាងតួចែកបានអញ្ចឹង2ម្ដង2ម្ដង2 3 12នៅសល់1ណាបន្តមកទម្លាក់មួយតួអត់ទម្លាក់ម្ដងទាំងពីរណាទម្លាក់ម្ដងមួយតួទម្លាក់លេខ6អញ្ចឹង16ចែកនឹង2បានអត់បាន8ដង8 2ដង16 16 សង16 0តមកសល់លេខ2មួយទៀតទម្លាក់មកចា2ចែកនឹង2បាន1ដង2 2 12 0ជាចម្លើយរបស់វាឃើញ181អញ្ចឹងតួចែកមានមួយតួទេចំណែកឯតំណាងចែកមានដល់4តួអញ្ចឹងយើងកាត់តួសិនណា1ចែកនឹង2បានទេអត់បានអញ្ចឹងកាត់ពីតួណា10ចែកនឹង2បាន2ម្ដងពី5ដងសូត្រតួមាន2ហ៎ចា10អញ្ចឹង10ដក10នឹងសល់0តមកទម្លាក់លេខ1សិនណាទម្លាក់ម្ដងមួយតួហើយចាប់ដើមសួរតែលេខ1ហ្នឹងចែកនឹង2បានអត់ចាប៉ុន្តែបានការពីវគ្គមុនណាការមកសិខ្ញុំរៀនហើយខ្ញុំជឿថាបងប្អូនមួយចំនួនគាត់បានរៀនតាមពីយូរហើយគាត់ដឹងហើយអញ្ចឹងទម្លាក់2ដងថែម0មួយត្រូវអត់ចាឧទាហរណ៍ដូចជាទម្លាក់លេខ1ចាបាននេះមានអញ្ចឹងទម្លាក់0មួយទៀតកាលណាទម្លាក់2ដងចម្លើយទៅថែម0មួយចាប៉ុន្តែដោយសារតែរបៀបនេះមិនគ្នាអត់តន់យល់ទេអញ្ចឹងទម្លាក់មួយតួសួរមួយតួសិនបានគ្មានយល់ណាចាអញ្ចឹងទម្លាក់មួយតួសិនណាទម្លាក់លេខ1អញ្ចឹងឲ្យសួរហ្មងលាក់តែមួយតួឲ្យសួរតែម្ដងណាតែលេខ1ហ្នឹងចែកនឹង2បានអត់បើសិនជាលេខ1ចែកនឹង2អត់បានចម្លើយត្រូវដាក់0ដងតែម្ដងណាចាហើយតមកគុណ0 2ដង0អញ្ចឹង1ដក0 1ចាអញ្ចឹងការធ្វើបែបនេះក្មេងគឺឆាប់បានចាប់បានឆាប់បានណាកាលណាតែក្មេងឆាប់ចាប់បានអញ្ចឹងអាចទម្លាក់2ដងថែម0មួយក៏ក្មេងយល់ដែរប៉ុន្តែដោយសារតែនេះគឺបង្រៀនក្មេងឲ្យក្មេងយល់ពីរបៀបចែកលេខម្ដងមួយតួសិនឲ្យយល់ច្បាស់អញ្ចឹងណាតោះឥឡូវមើលសល់1ចឹងតមកតម្លាក់លេខ0ណាលេខ0ឲ្យចែកបានបើចែកបានមកដាក់ថែម0កន្លែងចម្លើយទេគឺសូត្រតួមាន2 2 5ដង10ចា10 10សល់0ចំណែកលេខនេះវិញម្ដងចាតំណាងចែកមាន4តួតួចែកមាន1តួគឺត្រូវកាត់មួយតួដែរមកលេខ1ចែកនឹង5អត់បានទេអញ្ចឹងកាត់ពីតួណាអញ្ចឹង15ចែកនឹង5បានអញ្ចឹង5ប្រហែលដង8ដង15 15ដក15 0ចាអញ្ចឹងទម្លាក់លេខ4អានេះក៏ដូចតែជាលេខមិនដែរហ្នឹងតែបាននេះមានអត់លេខ4ណាលាក់ថែម0មួយទៀតអញ្ចឹងទម្លាក់2ដងថែម0មួយចាពិតជាត្រឹមត្រូវណាកាលមុនប៉ុន្តែចាឥឡូវនេះគឺបង្រៀនក្មេងៗឲ្យទម្លាក់ម្ដងមួយតួងាយយល់ងាយឆាប់ចាប់បានចាលាក់ម្ដងមួយតួឲ្យសួរណាទម្លាក់លេខ4មក4ចែកបាននេះនឹង5អត់បានទេអញ្ចឹងទៅប្រាប់គាត់ថាថែមចម្លើយ0ត្រូវដាក់0ដងចម្លើយត្រូវដាក់0ដង5 0ដង0ចាអញ្ចឹងសា4អញ្ចឹងណាបន្តមកទម្លាក់មួយតួទៀតហើយសួរថាចែកបានអត់បានអញ្ចឹងមិនថែម0លេខចម្លើយទេតើបានប្រហែលដង5 8ដងអញ្ចឹងណា40ចា40សង40 0អញ្ចឹងចម្លើយគឺឃើញ308